ចឹងអ្នកនរគ្នាភ័យពេលដែល HR ក៏សួរថាហេតុអីបានចាក់ចេញពីកន្លែងចាស់ចឹងហើយអ្នកនរគ្នាហៅនឹកអីដែលឆ្លើយទៅអត់ឃើញឬមួយក៏ភ័យតាក់ទងនឹងកន្លែងចំណុចហ្នឹងអញ្ចឹងឥឡូវនេះប្រាប់ពី3វិធីសាស្ត្រដែលអាចឆ្លើយតបព្រមទាំង respectful confident ហើយមើលទៅតាក់ទាញទៀតបើចង់ដឹងសាវីដេអូនេះទុកហើយមើលឲ្យដល់ចប់ Job Spot Cambodia ចង់អានទី1ហ្នឹងគឺយើងអាចនិយាយបានថាចង់រកឱកាសថ្មីៗដើម្បីអភិវឌ្ឍខ្លួនបន្ថែមគឺ looking for career growth ចង់អាចនិយាយបានថាខ្ញុំចាក់ចេញពីកន្លែងចាស់ហ្នឹងព្រោះតែខ្ញុំចង់រកឱកាសថ្មីៗដើម្បីអភិវឌ្ឍខ្លួនឯងបន្ថែមរៀន skill ថ្មីៗនិងទំនួលខុសត្រូវជាងនេះមួយកម្រិតបន្ថែមទៀតហើយខ្ញុំគិតថាការងារដែលខ្ញុំកំពុងតែ apply ហ្នឹងគឺពិតជាស័ក្តិសមជាមួយនឹងគោលដៅអាជីពរបស់ខ្ញុំនៅថ្ងៃអនាគតហើយទី2អ្នកនរគ្នាអាចនិយាយបានថាអ្នកនរគ្នា wanting a new talent and environment ចឹងយើងអាចនិយាយបានថាខ្ញុំចាក់ចេញព្រោះតែខ្ញុំឃើញថាខ្ញុំត្រូវការបរិយាកាសថ្មីៗនិង challenge ថ្មីៗដើម្បីអភិវឌ្ឍខ្លួនឯងឲ្យបានប្រសើរនិងល្អជាងមុនខ្ញុំពិតជាគោរពក្រុមហ៊ុនចាស់ណាស់ប៉ុន្តែខ្ញុំចង់សាកល្បងជាមួយនឹងឱកាសថ្មីមួយនេះចំណុចទី3វិញអ្នកនរគ្នាអាចនិយាយបានថា career direction change អ្នកអាចនិយាយបានថាខ្ញុំចាក់ចេញពីកន្លែងការងារចាស់ព្រោះតែខ្ញុំចង់ផ្លាស់ប្ដូរអាជីពទិសដៅទៅនឹងអ្វីដែលត្រូវនឹងភាពចូលចិត្តរបស់ខ្ញុំនិងសមត្ថភាពរបស់ខ្ញុំហើយខ្ញុំគិតថាទូនាទីដែលខ្ញុំកំពុងតែ apply នេះគឺស័ក្តិសមជាមួយនឹងខ្ញុំនៅក្នុងការអភិវឌ្ឍខ្លួននៅក្នុងរយៈពេលវែងខ្ញុំជាចុងក្រោយអ្នកនរគ្នាត្រូវចាំថាចម្លើយដែលអ្នកនរគ្នាឆ្លើយមកហ្នឹងគឺ respectful ហើយ positive ហើយបង្ហាញថាអ្នកនរគ្នាពិតជាចង់អភិវឌ្ឍខ្លួនឯងពិតមែនចឹង HR ក៏ស្ដាប់ហើយក៏អាចនឹងយល់និងផ្ដល់ឱកាសឲ្យអ្នកនរគ្នាផងដែរអ្នកនរគ្នាចង់នឹងព័ត៌មានអីបន្ថែមពាក់ព័ន្ធជាមួយនឹងការងារអាចតាក់ទងមកយើងបាន